សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីទៀតហើយវីដេអូថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបទាញយកបទចម្រៀងដែលអត់ជាប់ copyright ពី YouTube ដើម្បីដាក់ក្នុងវីដេអូរបស់យើងពេលដែលយើងកាត់វីដេអូ edit អីមួយយើងអាចប្រើបទចម្រៀងហ្នឹងដាក់ទៅក្នុងវីដេអូហ្នឹងទៅហើយវាអត់ជាប់ copyright ទេអញ្ចឹងយើងគ្រាន់តែចូលទៅក្នុង YouTube Studio យើងទៅហើយចុចកន្លែង audio library ហ្នឹងមកពេលមកដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នានឹងឃើញហើយបទចម្រៀងច្រើនមែនតើដែលយើងអាច select បានណាហើយ download បានអញ្ចឹងបទចម្រៀងទាំងអស់ហ្នឹងហើយឬក៏ play ទាំងអស់ហ្នឹងហើយយើងអាច download យកទៅដាក់ក្នុងវីដេអូយើងបានដោយវាអត់ជាប់ copyright ទេអញ្ចឹងអ្នកទាំងអស់គ្នាអាច search បានថាអ្នកទាំងអស់គ្នាត្រូវការ play ឬក៏បទចម្រៀងបែបម៉េចទៅដាក់ក្នុងវីដេអូរបស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នានឹងកាត់តនិងផុសចូលក្នុង YouTube ហ្នឹងដូចខ្ញុំ search មើល fresh ហ្នឹងហើយខ្ញុំ download មួយមកសាកមកចុចពេលថា download ទៅវានឹង download ហើយអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាបាន download បទភ្លេងឬក៏បទចម្រៀងហ្នឹងហើយគឺយើងអាចយកទៅដាក់ក្នុងវីដេអូដែលយើងនឹងផុសហ្នឹងបានហើយឬក៏វីដេអូដែលយើងនឹងកាត់តហ្នឹងបានហើយជាស្ដែងវាអត់ជាប់ copyright ទេជាគឺយើងអាចយកបទចម្រៀងឬក៏ play ហ្នឹងទៅដាក់ក្នុងវីដេអូដែលយើងនឹងកាត់តហ្នឹងបានបន្ទាប់មកយើងយកទៅផុសទៅក្នុង YouTube ទៅវាអត់ជាប់ copyright ទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវីដេអូនេះហើយនឹងជួយ like subscribe channel របស់ខ្ញុំផងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ